មេរៀនទី8រឿងទឹកចិត្តដ៏ប្រពៃអំណាចចូលអានអត្ថបទចូលអានរឿងខាងក្រោមរួចឆ្លើយនឹងសំណួរថ្ងៃមួយស្រីនាថបានត្រឡប់មកពីសាលារៀនមុនម៉ោងមីងណតឆ្ងល់ក៏សួរយីថ្ងៃនេះម្ដេចក៏កូនចេញពីរៀនមុនម៉ោងដូច្នេះស្រីនាថឆ្លើយចាំម៉ាក់ថ្ងៃនេះអ្នកគ្រូខ្ញុំឈឺស្រីនាថបានសុំម្ដាយឲ្យជូននាងសួរសុខទុក្ខអ្នកគ្រូនៅកំពុងសម្រាប់ជាបាននៅឯមណ្ឌលសុខភាពមីងណនឆ្លើយល្អហើយកូនម៉ាក់ជូនកូនទៅតែចាំម៉ែរៀបចំផ្លែឈើបន្តិចបន្តួចទៅញ៉ាជូនគាត់ឃើញស្រីនាថនិងម្ដាយមកដល់អ្នកគ្រូសប្បាយចិត្តខ្លាំងណាស់គាត់និយាយអ្នកគ្រូឃើញអ្នកគ្រូសូមអរគុណកូនស្រីនាថនិងអ្នកមីងដែលមកសួរសុខទុក្ខខ្ញុំមីងណនតបមិនអីទេសូមជូនពរអ្នកគ្រូឲ្យឆាប់ជាសះស្បើយអ្នកគ្រូចាស់អរគុណគ្រូជាឪពុកម្ដាយទី2របស់យើង